ចាជំរាបសួរអត់ដល់បាទជំរាបសួរអ្នកគ្រូចាល្អកូនមុននេះកូនបានអានអត្ថបទអំពីសិទ្ធិកុមារណាកូនចាប់បានល្អច្រើនអញ្ចឹងបន្ទាប់ពីស្ដាប់អត្ថបទកូនអានរួចកូនចង់សួរសំណួរកូនមួយទាក់ទងទៅនឹងអត្ថបទដែលកូនអានមិញនេះអំពីសិទ្ធិកុមារណាសង្ឃឹមតែកូនឆ្លើយបានចឹងណាតើកុមារមានសិទ្ធិអ្វីខ្លះកុមារមានសិទ្ធិក្នុងការរស់រានសិទ្ធិក្នុងការសិក្សានិងសិទ្ធិក្នុងការលេងចាល្អណាស់អរគុណច្រើនកូនគ្រូមានតែមួយសំណួរហ្នឹងទេអត់ច្រើនទេកូនអរគុណជំរាបសួរអ្នកគ្រូលោកគ្រូប៉ាម៉ាអ៊ំពូមីងមិត្តភក្តិទាំងអស់គ្នាខ្ញុំឈ្មោះតៅឧត្តមរៀននៅសាលា Speak Up ថ្ងៃនេះខ្ញុំចង់និយាយអំពីសិទ្ធិកុមារនេះជាកុមារលេងជាមួយគ្នាមិនប្រកាន់គ្នានេះជាគ្រូពេទ្យព្យាបាលកុមារនេះជាកុមារលេងជាមួយគ្នាយ៉ាងសប្បាយរីករាយនេះជាកុមារនៅជុំវិញពិភពលោកសិទ្ធិកុមារជាសិទ្ធិដែលត្រូវកំណត់ឡើងដើម្បីកុមារនឹងការពារពួកគេពីសង្គមកុមារមានសិទ្ធិក្នុងការរស់រានសិទ្ធិក្នុងការសិក្សានិងសិទ្ធិក្នុងការលេងយើងត្រូវការការពារដើម្បីការពារពួកយើងពីការប្រើប្រាស់ហិង្សានិងការគេប្រវ័ញ្ចផ្សេងៗកុមារត្រូវផ្ដល់ឱកាសដើម្បីឲ្យទទួលបានការអប់រំនិងចំណេះដឹងជំនាញក្នុងសាលារៀនអ្នកមិនគួរមើលរំលងពួកគេទេអ្នកគួរយកចិត្តទុកដាក់ទៅលើបុត្រធីតារបស់អ្នកកុមារមានសិទ្ធិក្នុងការរស់និងសិទ្ធិក្នុងការលេងពួកគេគួរតែទទួលបានការឲ្យតម្លៃពីសង្គមនិងការយកចិត្តទុកដាក់បំផុតពីឪពុកម្ដាយនិងការផ្ដល់ឲ្យគ្រប់គ្រាន់គោលបំណងនៃការពារកុមារព្រោះចង់ឲ្យកុមារក្លាយជាបុគ្គលល្អក្នុងសង្គមនិងជាកូនល្អនិងមានជីវិតសុខសប្បាយដែលអាចរស់នៅសមរម្យក្នុងសង្គមចាប់ហើយហើយទៅផ្ទះដៃអបមិត្តភក្តិមួយចា